ព័ត៌មានទី1នេះបាទគឺខ្ញុំសូមជូនមុនគេដោយសារតែវាមានសារៈសំខាន់សម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយទៅបានសារព័ត៌មាននៅសហរដ្ឋអាមេរិកនេះចុះផ្សាយច្រើនបាទចុះផ្សាយច្រើនណាអញ្ចឹងខ្ញុំសូមដកស្រង់ពីបញ្ចូលគ្នាតែម្ដងអំពីសារព័ត៌មាននេះមុននេះគឺយកពីខាង Bloomberg បាទ Bloomberg ហើយនឹងខាងថៃនោះក៏ផ្សាយដែរបាទគឺបើយោងតាមសេចក្តីរាយការណ៍នោះបានឲ្យដឹងថានាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតហើយនឹងសមាភិកីថៃគឺលោកអនុทิនច័ន្ទវីរគុលបានបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តរបស់អិសរាជជនទាំងពីរនេះនៅក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះចំនួនរបស់គេគឺបានន័យថាត្រូវតែគោរពតាមលក្ខខណ្ឌនានាតែបានចែងនៅក្នុងសេចក្តីប្រកាសរួមឬក៏គេហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរនេះបើតាមការប្រកាសឲ្យដឹងរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោកអាន់វ៉ាបានថ្លែងថាលោកបានសន្ទនាជាមួយនឹងលោកហ៊ុនម៉ាណែតហើយនឹងលោកអនុทิនតាមទូរស័ព្ទដើម្បីពិភាក្សាអំពីការរីកចម្រើនទៅមុខនៅក្នុងការធ្វើយ៉ាងណាបញ្ចប់នៅភាពបន្ទុះសារាយបន្ទាប់ពីមានឧបទ្ទវហេតុចុងក្រោយនេះដែលកើតឡើងនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរហើយនៅក្នុងសម្រងផ្ទាល់សម្ដីផ្ទាល់របស់លោកគឺលោកអាន់វ៉ាបានបញ្ជាក់ថាខ្ញុំបានបញ្ជាក់ឡើងវិញនៅជំហររបស់ប្រទេសម៉ាឡេស៊ីនៅក្នុងការចង់ឃើញមិត្តភាពនិងបទជប់បាញ់គ្នារវាងប្រទេសទាំងពីរនេះត្រូវបានពង្រឹងឲ្យស្របតាមការយល់ដឹងគ្នាដែលសម្រេចបាននៅក្នុងទីក្រុងកូឡាឡាំពួរកាលពីចុងខែមុនហើយលោកអាន់វ៉ាក៏បានសរសេរតាម Facebook បន្ថែមទៀតកាលពីយប់មិញម៉ោងនៅក្នុងប្រទេសកម្ពុជាណាបាទគឺលោកបានបញ្ជាក់ថាខ្ញុំក៏បានបញ្ជាក់នៅការត្រៀមខ្លួនជានិច្ចរបស់ម៉ាឡេស៊ីនៅក្នុងការបន្តដើរតួនាទីដ៏សំខាន់នៅក្នុងការសម្របសម្រួលដើម្បីក្រាលផ្លូវឆ្ពោះទៅសន្តិភាពលោកអាន់វ៉ាបាននិយាយថានាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានសម្ដែងនៅការកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ីហើយនឹងតួនាទីដែលម៉ាឡេស៊ីប្រកាន់យកគឺមិនគ្រាន់តែជាប្រធានបដូវវេនរបស់អាស៊ានប៉ុណ្ណោះទេក៏ប៉ុន្តែក្នុងនាមជាមិត្តភ័ក្តិនៅក្នុងតំបន់ហើយនឹងជាអ្នកជិតខាងដែលបដិញ្ញាចង់ឲ្យមានសន្តិភាពបាទលោកបានបន្ថែមទៀតថាសូមឲ្យប្រទេសទាំងពីរនេះបាទបន្តបង្ហាញនៅការបដិញ្ញាចិត្តនិងស្មារតីសេចក្តីក្លាហានដើម្បីស្ដារឡើងវិញនៅស្ថិរភាពនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរឲ្យមានសន្តិភាពយូរអង្វែងនៅក្នុងតំបន់ហើយនិងសុវត្ថិភាពចំពោះប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរបាទនេះគឺជាអ្វីដែលសារព័ត៌មានបានដកស្រង់ពីសារតាម Facebook របស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីហើយខ្ញុំក៏មានសារនឹងទាំងស្រុងដែរប៉ុន្តែខ្ញុំសូមដកស្រង់ពីសារព័ត៌មានដែលគាត់បានរាយការណ៍អញ្ចឹងបាទហើយចំណុចទី2នៅក្នុងសាច់រឿងនេះគឺបើយោងតាមសារព័ត៌មាន Bernama ដែលជាទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ខាងប្រទេសម៉ាឡេស៊ីហើយត្រូវបានសារព័ត៌មាននានាតាំងពីថៃផងដែរបើយកមកផ្សាយផងដែរកាសែតថៃក៏យកផ្សាយដកស្រង់ពី Bernama ធ្វើជាប្រភពផ្លូវការនោះគឺបានឲ្យដឹងថាលោកម៉ូហាម៉េតហាសាន់ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ឡើងវិញបាទបានបញ្ជាក់យ៉ាងច្បាស់ថាមីនដែលទាហានថៃដើរជាន់នោះដែលជាន់នៅតាមបណ្ដោយព្រំដែនថ្មីនេះគឺមិនមែនជាមីនថ្មីនោះទេដោយម៉ាឡេស៊ីបានសន្យាថានឹងត្រៀមខ្លួនដើម្បីសម្របសម្រួលឲ្យមានការសន្ទនាគ្នារវាងថៃនិងកម្ពុជាដើម្បីរក្សាសន្តិភាពឡើងវិញឲ្យបានដើរតាមគន្លងមីគីបានល្អនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bernama ដែលបានដកស្រង់សម្ដីរបស់លោកហាសានបានថ្លែងកាលពីថ្ងៃទី13ខែវិច្ឆិកានេះបាទគឺដោយលោកសម្ដែងថាការសន្ទនាគ្នារវាងភាគីទាំងពីរកម្ពុជានិងថៃនឹងចាប់ផ្ដើមនៅក្នុងពេលឆាប់ៗនេះបាទដោយសារព័ត៌មាននេះដកស្រង់សម្ដីផ្ទាល់របស់លោកនិយាយថា
ម៉ាឡេស៊ីត្រៀមខ្លួនជាសាច់ដើម្បីសម្របសម្រួលឲ្យប្រទេសទាំងពីរចូលមកដល់ដើម្បីសម្រេចបានសន្តិភាពឡើងវិញដោយបន្ថែមថាទាំងកម្ពុជានិងថៃគឺបានតាក់ទងមកម៉ាឡេស៊ីឲ្យធ្វើការសម្របសម្រួលនេះបើតាមលោករដ្ឋមន្ត្រីបានបញ្ជាក់អញ្ចឹងក្នុងគណៈពេលដែលប្រទេសកម្ពុជាគឺស្នើសុំឲ្យមានការចរចាជួបគ្នានឹងនៅទីក្រុងកូឡាឡាំពួរទៀតប្រទេសថៃក៏បានស្នើឲ្យម៉ាឡេស៊ីនៅតែរក្សាជំហររឹងមាំនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងការថែរក្សាបទជប់បាញ់គ្នានេះបើតាមការសម្ដែងឲ្យដឹងរបស់លោកហាសានហើយលោកហាសានក៏បានបញ្ជាក់ថាលោកសោកស្ដាយណាដែលបានរឿងរ៉ាវដែលបានកាត់មានឡើងចឹងបានន័យថាលោកសោកស្ដាយទាំងរឿងដែលកើតឡើងចំពោះភាគីថៃនិងរឿងដែលកើតឡើងចំពោះប្រជាជនកម្ពុជាបាទទោះបីជាយ៉ាងណាក៏ដោយនៅក្នុងសារព័ត៌មានបានបញ្ជាក់ថាលោកហាសានបាននិយាយយោងទៅដល់ការវិតម្លៃរបស់ក្រមសង្កេតការអាស៊ានដែលឈរនៅក្នុងប្រទេសទាំងពីរគឺប្រទេសថៃនិងកម្ពុជាដែលបានធ្វើការស៊ើបអង្កេតដោយក្រុមនោះបានធ្វើការសន្និដ្ឋានជំហានដំបូងបង្ហាញថាមីននោះមិនមែនជាមីនថ្មីនោះទេមិនមែនជាមីនទៅដាក់ថ្មីនោះទេគឺលោកហាសានបាននិយាយដោយសារព័ត៌មានបានដកសងសម្ដីលោកផ្ទាល់បើណាម៉ាក៏បានដកសងថាក្រុមអ្នកសង្កេតការរបស់អាស៊ាននៅក្នុងប្រទេសថៃនិងប្រទេសកម្ពុជាបានរាយការណ៍ថាមីននោះគឺមិនមែនថ្មីនោះទេហើយខ្ញុំទើបតែបញ្ចប់ការសន្ទនាតាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសថៃសេចក្តីសង្ឃឹមរបស់ខ្ញុំគឺឲ្យប្រទេសទាំងពីររក្សាភាពស្ងប់ស្ងាត់ហើយបន្តការចរចាដោយសន្តិវិធីដោយជាមួយនឹងគ្នាបាទឃើញទេបាទនេះគឺជាអ្វីដែលបាទសារព័ត៌មានម៉ាឡេស៊ីបានរាយការណ៍បាទហើយឥឡូវនេះខាងចិនបាទខាងចិនខាងអ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនក៏ត្រូវបានអ្នកសារព័ត៌មានសួរដែរណាអ្នកនាំពាក្យក្រសួងការបរទេសចិនត្រូវបានអ្នកសារព័ត៌មានសួរដែរគឺលោកលីនជៀនគាត់បានឆ្លើយតបជាមួយនឹងសំណួររបស់សារព័ត៌មានដែលសួរគាត់នៅថ្ងៃទី13ខែវិច្ឆិកាតាក់ទងជាមួយនឹងបញ្ហាកម្ពុជាហើយនិងថៃនោះបាទបើយោងតាមសេចក្តីរាយការណ៍នានាបាទដែលបានផ្សាយគឺសារព័ត៌មានថៃខ្លួនឯងថៃជាអ្នកផ្សាយខ្ញុំដកសងពីនោះមកគឺលោកលីនជៀនបាននិយាយថាគឺប្រទេសកម្ពុជានិងថៃហើយនឹងគឺជាមិត្តភ័ក្តិបាទនឹងជាអ្នកជិតខាងជិតស្និទ្ធនឹងគ្នាដូច្នេះប្រទេសចិនគឺសង្ឃឹមថាប្រទេសទាំងពីរនឹងអនុវត្តការអត់ធ្មត់ឲ្យបានជាទីបំផុតហើយធ្វើការជាមួយគ្នាឈរលើគោលដៅរួមធ្វើយ៉ាងណាឲ្យមានការពិភាក្សាគ្នាក្នុងលក្ខណៈមិត្តភាពហើយគឺធ្វើយ៉ាងណាឲ្យមានប្រើប្រាស់នៅយន្តការទ្វេភាគីដែលមានស្រាប់ហើយនឹងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរឲ្យបានឆាប់តាមដែលអាចធ្វើបាននិងបង្ការកុំឲ្យរឿងនេះកើនឡើងកាន់តែខ្លាំងហើយប្រទេសចិននឹងបន្តដើរតួនាទីប្រកបទៅដោយការស្ថាបនានៅក្នុងការជំរុញធ្វើយ៉ាងណាកុំឲ្យមានការកើនឡើងកម្ដៅបន្ថែមទៀតតាមវិធីសាស្ត្ររបស់ប្រទេសចិនបាទនេះគឺជាអ្វីដែលខាងអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ចិនបានថ្លែងហើយទៅបានសារព័ត៌មាននានាដកសងមកផ្សាយចឹងខ្ញុំដកសងជូនជម្រាបជូនប្រិយមិត្តដូច្នេះដោយសារដឹងថាប្រិយមិត្តចង់ដឹងរឿងនេះច្រើនដោយឡែកនៅខាងសហរដ្ឋអាមេរិកខ្ញុំមិនទាន់បានទទួលប្រតិកម្មអ្វីនៅឡើយទេបាទអញ្ចឹងបើសិនជាមានបាទខ្ញុំនឹងជម្រាបជូនប្រិយមិត្តភ្លាមតែម្ដងដែរណាបាទក៏ប៉ុន្តែក៏មិនមែនមានន័យថាអាមេរិកលែងចាប់អារម្មណ៍ដែរគឺប្រហែលជានៅខាងស្ថានទូតធ្វើការកិច្ចការនេះប៉ុន្តែក៏តែមិនទាន់បានបង្ហាញឲ្យសាធារណជនឬក៏សារព័ត៌មានដឹងបាទការងារការទូតគឺគេធ្វើដោយស្ងប់ស្ងៀមស្ងាត់នៅពីក្រោយឆាកក៏មានដែរណាបាទឥឡូវនេះចូលដល់ព័ត៌មានទី2បាទចូលដល់ព័ត៌មានទី2គឺឧត្តមគតិរបស់លោកឆាងយុជាអត្ថាធិប្បាយមួយដែលលោកបានចេញពាក់ព័ន្ធជាមួយនឹងជំហររបស់ថៃបាទអញ្ចឹងខ្ញុំសូមអាននៅអ្វីដែលលោកឆាងយុដែលបានចូលរួមចំណែកបន្ថែមលោកឆាងយុយល់ថា
វាគឺពិតជាការលំបាកណាស់ក្នុងការស្វែងយល់ថាតើរដ្ឋាភិបាលនិងយោធាប្រទេសមួយដែលបានប្រកាសអំពីការបដិញ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាពធ្វើសកម្មភាពហិង្សាយ៉ាងងាយស្រួលនិងកំហុកបែបនេះប្រឆាំងនឹងប្រទេសមួយផ្សេងទៀតដោយផ្អែកលើបញ្ហាមីនដែលទំនងជាត្រូវបានដាក់តាំងពីច្រើនទសវត្សរ៍កន្លងមកហើយការពន្យល់សមហេតុផលការពន្យល់សមហេតុសមផលតែមួយគត់សម្រាប់ការដកខ្លួនយ៉ាងអាក្រក់និងគ្មានការរំពឹងទុកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីមួយនេះគឺជារឿងជាក់ស្ដែងដែលថាយោធានិងឬរដ្ឋាភិបាលប្រទេសថៃមិនធ្លាប់មានចេតនាពិតប្រាកដក្នុងការគោរពតាមកិច្ចព្រមព្រៀងតាំងពីដើមទីនោះទេសន្តិភាពគឺពិតជាផុយស្រួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្នហើយយើងមិនត្រូវបណ្តែតបណ្តោយឲ្យការស្វែងរកសន្តិភាពរបស់យើងប្រព្រឹត្តទៅដោយងងឹតងងុលរហូតដល់មើលរំលងនៅចេតនាវាយប្រហារយ៉ាងកក្លឿនរបស់ប្រទេសថៃដែលចង់ប្រើប្រាស់សង្គ្រាមជាមធ្យោបាយដើម្បីសម្រេចគោលដៅចាំបាច់របស់ខ្លួននោះឡើយបាទនេះគឺជាសាររបស់លោកឆាំងយុដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាចេញនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះបាទអញ្ចឹងសូមអរគុណលោកឆាំងយុផងដែរដែលតែងតែចូលរួមជាយោបល់មតិឲ្យបានដឹងអំពីស្ថានភាពរវាងកម្ពុជានិងថៃជាពិសេសទៅលើច្បាប់អន្តរជាតិបានជាពន្លឺរបស់ដល់ប្រិមិត្តផងដែរដោយដែលខ្ញុំបាននិយាយទៀតគឺបញ្ញវន្តខ្មែរក្នុងពេលនេះគួរតែប្រើប្រាស់បណ្ដាញសង្គមបញ្ចេញទស្សនៈរបស់ខ្លួនឲ្យបានច្រើនផងដែររីឯព័ត៌មានទី3គឺតកតងជាមួយនឹងកម្មវិធីជំនួយស្បៀងអាហារសម្រាប់ពលរដ្ឋអាមេរិកដែលទទួលកម្មវិធីជំនួយពីសហរដ្ឋពីរដ្ឋាភិបាលដែលចំនួននេះមានរហូតដល់42លាននាក់ឥឡូវនេះគឺតាំងពីយប់មិញបាទយប់មិញក្រោយពីលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាទៅលើច្បាប់ដើម្បីថាវិការដើម្បីបើកដំណើរការរដ្ឋាភិបាលសហព័ន្ធឡើងវិញនោះគឺក្រសួងកសិកម្មបានជូនដំណឹងទៅរដ្ឋនានាទាំងយប់តែម្ដងថាត្រូវតែបើកប្រាក់ដើម្បីឧបត្ថម្ភទៅដល់ពលរដ្ឋក្រីក្ររបស់សហរដ្ឋអាមេរិកនោះអ្នកដែលមានចំណូលទាបរបស់សហរដ្ឋអាមេរិកនោះជាបន្តហើយឲ្យបានពេញលេញគឺមិនឲ្យកាត់នោះទេបើអញ្ចឹងសំណុំរឿងដែលនៅតុលាការដែលអ្នកស្រីចៅក្រមតុលាការកំពូលឲ្យផ្អាករងចាំហ្នឹងបាទសំណុំរឿងនេះប្រហែលជាត្រូវចប់បាទចប់ដោយមិនមានចំណាត់ការអ្វីទេដោយសារតែស្ថានភាពវិលមកស្ថានភាពដើមលើវិញក៏ប៉ុន្តែបើតាមសេចក្តីរាយការណ៍នេះគឺឲ្យដឹងថាតម្រាំតែអាចនឹងទទួលបានប្រាក់នោះអ្នកដែលទទួលប្រាក់ហ្នឹងសូមស្ដាប់ឲ្យច្បាស់គឺប្រហែលជាមិនអាចនឹងទទួលបានភ្លាមទេពីព្រោះនីតិវិធីដំណើរការត្រូវចំណាយពេលច្រើនដែរណាបាទអាចប្រហែលជាសប្តាហ៍ក្រោយអាចនឹងទទួលបានបើសិនជាបានមុនអ្នកណាប្រិមត្តណាដឹងមិត្តភ័ក្ដិយើងឬក៏អ្នកដែលយើងស្គាល់បានសូមសរសេរ comment ផងបើបានឆាប់ពេលណាគឺបានពេលហ្នឹងបាទពីព្រោះអីបាទពួកគាត់ត្រូវការជំនួយស្បៀងអាហារនឹងច្រើនបាទនេះគឺជាការវិវត្តនៅសហរដ្ឋអាមេរិកតាក់ទងជាមួយនឹងកម្មវិធីស្បៀងអាហារហើយព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times បាទ New York Times បានរាយការណ៍ថាលោកអភិបាលរដ្ឋ Oklahoma បាទបានបន្ធូរបន្ថយទោសប្រហារជីវិតទៅលើទណ្ឌិតម្នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតបាទកាត់ទោសប្រហារជីវិតហ្នឹងស្រាប់តែគម្រោងត្រូវសម្លាប់នៅព្រឹកថ្ងៃប្រហោះនេះក៏ប៉ុន្តែប្រហែលម៉ោងតែប៉ុណ្ណោះគឺលោកអភិបាលរដ្ឋបានសម្រេចថាលើកលែងទោសឲ្យគាត់មិនស្លាប់មិនប្រហារជីវិតទេប៉ុន្តែត្រូវជាប់គុកមួយជីវិតបាទមួយជីវិតដោយគ្មានការលើកលែងទោសទៀតទេបាទជាប់មួយជីវិតតែម្ដងហើយតន្តិនោះគឺអាយុឈ្មោះវូតបាទឈ្មោះវូតនឹងអាយុ46ឆ្នាំបាទ46ឆ្នាំគឺបានត្រូវបានគេចោទប្រកាន់បាទពីបទធ្វើឃាតមនុស្សឃាតក្នុងពេលដែលប្រព្រឹត្តអំពើប្លន់នៅក្នុងសន្តាគារមួយដែលបានសម្លាប់ជនរងគ្រោះនេះគាត់ជាជនអន្តោប្រវេសន៍បាទធ្វើការនៅចំការហើយតុលាការកាត់ទោសឲ្យប្រហារជីវិតហ្នឹងគឺកាត់ទោសតាំងពីឆ្នាំ2001បាទឆ្នាំ2001ក៏ប៉ុន្តែមេធាវីរបស់ជននោះបាទគឺតន្តិនោះបានបញ្ជាក់ថាគាត់មិនមែនជាអ្នកដែលប្រព្រឹត្តអំពើ
ឃាតកម្មនោះទេគាត់ពិតជាបានចូលរួមនៅក្នុងអំពើប្លន់នោះមែនក៏ប៉ុន្តែអ្នកដែលសម្លាប់នោះគឺបងប្រុសរបស់គាត់ទេដែលប្រព្រឹត្តតែម្នាក់ឯងដូច្នេះគាត់អត់មានពាក់ព័ន្ធនឹងការសម្លាប់ទេបាទអញ្ចឹងដូច្នេះក្រុមដែលវិតម្លៃទៅលើការប្រព្រឹត្តរបស់គាត់នោះបានចេញជាអនុសាសន៍ឲ្យលោកអភិបាលរដ្ឋលើកលែងទោសបាទបោះឆ្នោតថាត្រូវតែលើកលែងទោសឲ្យគាត់ទៅបាទពេលនេះគឺលោកអភិបាលរដ្ឋបានសម្រេចលើកលែងទោសបាទអញ្ចឹងដូចទៅក្នុងរឿងភាគចិនអញ្ចឹងណាបាទរឿងភាគចិនអញ្ចឹងគឺរៀបទៅលើកដើមមកហើយចាប់តារាជសារព្រះអង្គមកដល់ហើយអ្នកទោសនេះត្រូវបានលើកលែងបាទដោះលែងវិញអញ្ចឹងទៅបាទអញ្ចឹងគេថាអង់គ្លេសគេប្រើ in a split second នៅក្នុងតែប្រមាណបន្តិចបាទដូចនៅក្នុងរឿងកុនចិនអញ្ចឹងបាទអញ្ចឹងលោកអភិបាលគាត់លើកលែងទោសឲ្យជាប់គុកមួយជីវិតវិញហើយនៅព័ត៌មានទី5នេះគឺបាទប្រទេសអ៊ីរ៉ង់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់បានគឺលោក Abbas Araghchi បានដាក់ពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិដើម្បីទាមទារឲ្យមានវិធានការសមស្របប្រឆាំងនឹងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលដោយសារតែការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កាលពីខែមិថុនាកន្លងទៅនេះបាទពេលហ្នឹងគឺប្រិមិត្តនៅចាំហើយគឺវាប្រហារទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ណាបាទហើយលោកអារ៉ាជីបាននិយាយថាលោកប្រធានាធិបតី Donald Trump ហើយនឹងមន្ត្រីសហរដ្ឋអាមេរិកដទៃទៀតជាអ្នកទទួលខុសត្រូវខាងបទល្មើសអូក្រិដ្ឋតាក់ទងនឹងការវាយប្រហារនេះក្រោយពីលោក Trump បានចេញសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថាគឺលោកជាអ្នកចេញបញ្ជាឲ្យអ៊ីស្រាអែលជាអ្នកវាយប្រហារដំបូងនឹងតែម្ដងទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី13ខែមិថុនាបាទដូច្នេះនៅក្នុងលិខិតមួយដែលផ្ញើទៅលោកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលលិខិតនេះផ្ញើកាលពីថ្ងៃពុធហើយនៅផ្ញើទៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិផងដែរគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់បាននិយាយថាអ៊ីស្រាអែលហើយនិងសហរដ្ឋអាមេរិកត្រូវតែបាទផ្ដល់សំណងខូចខាតក្នុងនោះគឺមានសំណងទៅដល់ការខូចខាតដែលបង្កនៅក្នុងប្រទេសអ៊ីរ៉ង់ហើយសារព័ត៌មានបានឲ្យដឹងថាអ្នកនាំពាក្យរបស់ស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិក៏ដូចជាការិយាល័យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិមិនបានឆ្លើយតបភ្លាមចំពោះសំណើសូមអត្ថាធិប្បាយនោះទេបាទនេះគឺជាការវិវត្តមួយនៅក្នុងប្រទេសអ៊ីរ៉ង់ជាមួយនឹងអង្គការសហប្រជាជាតិហើយនិងសហរដ្ឋអាមេរិកព័ត៌មានចុងក្រោយនេះគឺជាលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកលោក Pete Hegseth បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថាខាងយោធាជើងទឹករបស់សហរដ្ឋអាមេរិកបានវាយប្រហារលើកទី20ទៅលើទូកមួយទៀតហើយដែលការវាយប្រហារនោះគឺធ្វើឡើងកាលពីថ្ងៃច័ន្ទបាទតែលោកទៅតែបញ្ជាក់ឲ្យដឹងនៅថ្ងៃប្រហ័ននេះថាបានបាញ់ចំទូកមួយទៀតដែលសហរដ្ឋអាមេរិកចោទថាជាក្រុមភេរវករថ្នាំញៀនដែលដឹកសម្ដៅមកសហរដ្ឋអាមេរិកហើយបានសម្លាប់អស់មនុស្សចំនួន4នាក់បាទប៉ុន្តែហើយគ្មានអ្នកណានៅរស់រានមានជីវិតនោះទេបាទក៏ប៉ុន្តែរដ្ឋបាលរបស់លោក Pete Hegseth មិនបានបញ្ជាក់ថាតើអ្នកដែលស្លាប់ទាំងនោះឈ្មោះអ្វីនោះទេគ្រាន់តែបានចោទប្រកាន់អ្នកទាំងនោះថាគឺជាភេរវករថ្នាំញៀនបាទដូច្នេះនេះគឺជាការវាយប្រហារលើកទី20របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ជើងសមុទ្រនៅសមុទ្រការ៉ាអ៊ីបដែលនៅក្បែរប្រទេសវេណេស៊ុយអេឡាហើយកាលពីថ្ងៃអាទិត្យគឺបានវាយប្រហារទូក2ណាគឺលើកទី18និងទី19ដែលសម្រាប់មនុស្ស6នាក់ផងដែរក្នុងនោះទូកមួយគឺមាន3នាក់អញ្ចឹងធ្វើឲ្យចំនួនសរុបអ្នកដែលសហរដ្ឋអាមេរិកវាយប្រហារស្លាប់នៅក្នុងសមុទ្រគឺឡើងទៅដល់80នាក់ហើយបាទ80នាក់ហើយគឺបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN បានឲ្យដឹងថាយោធាសហរដ្ឋអាមេរិកប្រើប្រាស់នៅមធ្យោបាយនានានៅក្នុងការអនុវត្តការងាររបស់ខ្លួននោះគឺមានទាំងបាទយន្តហោះចម្បាំងមាន drone មានកាំភ្លើងយន្តដែលបើកការវាយប្រហារបាទនេះបើតាមមន្ត្រីនោះដែលបាននិយាយប្រាប់ទូរទស្សន៍ CNN ហើយសហរដ្ឋអាមេរិកបានបញ្ជាក់ថាធ្វើយ៉ាងណាគឺមិនឲ្យមានលំហូរគ្រឿងញៀននេះចូលមកសហរដ្ឋអាមេរិកបាននោះឡើយ